ប្រាសាទគក់ទ្រូងអាចចាត់ទុកថាជាសំណង់ទូលមួយដែលស្ថិតនៅដោយឡែកពីក្រុមប្រាសាទសំខាន់ៗទាំង3នៃតំបន់ប្រាសាទសម្បូរព្រៃគុកដែលទំនងកសាងឡើងនៅសតវត្សទី7និងអាចចាត់ថ្នាក់ជារចនាបថសម្បូរព្រៃគុកក្នុងចន្លោះរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី1ពីគ្រិស្តសករាជ616ដល់គ្រិស្តសករាជ637ឬព្រះបាទស្រីភវរ្ម័នទី2ពីគ្រិស្តសករាជ637ដល់គ្រិស្តសករាជ657បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនស្វាគមន៍មកកាន់ Channel ខ្មែរ Story KS នៅថ្ងៃដែលខ្ញុំបាទនឹងលើកយកនៅរឿងរ៉ាវនិងអាចកំបាំងនៃប្រវត្តិប្រាសាទមួយទៀតនោះគឺប្រាសាទគក់ទ្រូងមកជម្រាបជូនដល់ពុកម៉ែបងប្អូនដូច្នេះសូមពុកម៉ែបងប្អូនរីករាយស្ដាប់ជាមួយខ្ញុំបាទដូចតទៅគក់ទ្រូងជាឈ្មោះប្រាសាទមួយក្នុងតំបន់ប្រាសាទសម្បូរព្រៃគុកការហៅឈ្មោះថាគក់ទ្រូងជាប់ពាក់ព័ន្ធទៅនឹងមនុស្សចូលទៅគក់ទ្រូងនៅក្នុងប្រាសាទពោលគឺការតបដោយក្តាប់ដៃទៅប៉ះនឹងដើមទ្រូងដើម្បីបញ្ចេញសំឡេងអន្ទើរឡើងប៉ុន្តែបើយើងពិនិត្យទៅលើចម្លាក់នៅតាមជញ្ជាំងប្រាសាទការដែលអ្នកស្រុកហៅថាប្រាសាទគក់ទ្រូងគឺទំនងមកពីអ្នកស្រុកបានឃើញចម្លាក់ទេពនៅតាមជញ្ជាំងប្រាសាទដែលកំពុងយកដៃទៅប៉ះនឹងទ្រូងដែលមើលទៅហាក់ដូចជាការគក់ទ្រូងដូច្នោះដែរប្រាសាទគក់ទ្រូងមានទីតាំងស្ថិតនៅក្នុងភូមិសម្បូរឃុំសម្បូរស្រុកប្រាសាទសម្បូរខេត្តកំពង់ធំខាងត្បូងក្រុមប្រាសាទតោមានចម្ងាយប្រមាណ900ម៉ែត្រនិងចម្ងាយប្រមាណ500ម៉ែត្រប៉ែកនិរតីនៃក្រុមប្រាសាទយាយព័ន្ធប្រាសាទនេះជាប្រភេទសំណង់ទូលតាំងសង់ឡើងអំពីថ្មឥដ្ឋមានរាង4ជ្រុងទ្រវែងបែរមុខនិងមានទ្វារចូលទៅទិសខាងកើតព្រមទាំងជញ្ជាំង3ទិសផ្សេងទៀតលម្អជាទ្វារបញ្ឆោតកំពែងមានរាង4ជ្រុងទ្រវែងពីកើតទៅលិចមានប្រវែងប្រមាណ180ម៉ែត្រនិងពីជើងទៅត្បូងមានប្រវែងប្រមាណ120ម៉ែត្រប្រាសាទនេះមានត្រពាំងបុរាណ2ស្ថិតនៅទិសឦសាននៃប្រាសាទដែលត្រពាំងមួយស្ថិតនៅក្នុងបរិវេណខាងក្នុងនៃកំពែងប្រាសាទនិងត្រពាំងមួយទៀតស្ថិតនៅបរិវេណខាងក្រៅកំពែងប្រាសាទនៅតាមទ្វារបញ្ឆោតទាំង3របស់ប្រាសាទគេឆ្លាក់លម្អឥដ្ឋចេញជាក្បាច់សន្ទះទ្វារហើយអមសងខាងដោយសសរពេជ្រនិងសសរផ្អោកដូចបេះបិទទៅនឹងប្រាសាទតាមុំនិងប្រាសាទសណ្ដានទ្វារបញ្ឆោតនីមួយគេឆ្លាក់លម្អឥដ្ឋចេញជាផ្តែរទ្វារមានរូបរាងសត្វមករសងខាងដែលជាលក្ខណៈសម្គាល់ជាទូទៅហៅថារចនាបថសម្បូរព្រៃគុកនាសតវត្សទី7នៃគ្រិស្តសករាជ
ប្រាសាទគក់ទ្រូងអាចចាត់ទុកថាជាសំណង់ទូលមួយដែលស្ថិតនៅដោយឡែកពីក្រុមប្រាសាទសំខាន់ៗទាំង3នៃតំបន់ប្រាសាទសម្បូរព្រៃគុកដែលទំនងកសាងឡើងនៅសតវត្សទី7 និងអាចចាត់ថ្នាក់ជារចនាបថសម្បូរព្រៃគុកក្នុងចន្លោះរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី1 ពីគ្រិស្តសករាជ516ដល់គ្រិស្តសករាជ537 ឬព្រះបាទស្រីភវរ្ម័នទី2 ពីគ្រិស្តសករាជ637ដល់គ្រិស្តសករាជ657 បាទអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត